បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងសង្គម YouTube បាទណាបាទថ្ងៃនេះខ្ញុំបាទផុសចែកជាវនៅវត្ថុស័ក្តិសិទ្ធិបាទណាជារបស់កម្របាទដែលហៅថាចាស់បុរាណឬក៏ខ្មែរយើងតាមរកណាគេជឿថាផ្នែកខាងត្រជាក់ត្រជុំច្រំច្រើននៅផ្ទះអ្នកណាផ្ទះនោះត្រជាក់ត្រជុំបាទណានឹងមានតែរស់ស៊ីមានបានកូនចៅរស់នៅមានក្តីសុខក្តីចម្រើនអញ្ចឹងណាបាទគេហៅនប់ប្រើសឬគេហៅថានប់ឆ្លុះអញ្ចឹងទៅបាទណាបាទនេះបាទរបស់នេះមិនមែនរបស់ចាស់ទេណាជារបស់ថ្មីចង់និយាយថារបស់ថ្មីព្រោះគាត់ជាអ្នកដើររើថ្នាំរកថ្នាំអញ្ចឹងណាបាទតាមភ្នំតាមជើងភ្នំហ្នឹងទៅតាមខ្មែរយើងកាប់ដើមថ្នាំកោះមើមថ្នាំអញ្ចឹងទៅបាទណាក៏គាត់រើសបាននៅកលៀតថ្មបាទណានៅកលៀតថ្មហើយយើងមើលបន្ទាបបញ្ជាក់ឲ្យមែនតើណាបាទយើងមើលឲ្យមែនតើបាទមិនមែនជារបស់កែច្នៃទេណាបាទមិនមែនជារបស់កែច្នៃទេបាទណាហ្នឹងហើយនេះតែនេះមកដុំដោះអេងយកគ្នាមកនេះមើលយើងមើលមែនទេដូចរូបមនុស្សអញ្ចឹងបាទមកដុំដូចវាចង់ពោកម្ដុំទៀតអញ្ចឹងណានេះបាទនេះមកដុំទៅនឹងអញ្ចឹងទៅបាទក៏ខ្ញុំចែកជាវពីគាត់មកណាបានខ្ទង់ជាខែ12ហ្នឹងហើយខែ12ខ្ទង់ជា3សិលអីហើយបាទណាបាទអញ្ចឹងខ្ញុំថាទុកគ្រប់បូជាថារសានៅអាសនៈខ្ញុំឡើយខ្ញុំដាក់ជាវបាទពីរព្រះអង្គហ្នឹងបាទណានេះអង្គនេះគេហៅថាផូស៊ីលនប់បាទណាខ្លាចជាថ្មនប់ខ្លាចជាថ្មណាបាទនេះយើងមើលបាទណាគល់ស្នែងរលេះបាទនប់ខ្លាចជាថ្មបាទមានអបនិស្ស័យមួយណាក៏បានដែរជាវអង្គណាក៏បានដែរណាបាទខ្ញុំផុសចែកជាវអញ្ចឹងគាត់ថាប្រើបានគ្រប់បានច្រើនគុណជាពិសេសនោះលោកថាការពារខាងអគ្គិភ័យដាក់នៅផ្ទះនៅសំបែងអញ្ចឹងបាទណាភ្លើងមិនឆាបឆេះចឹងនិយាយអញ្ចឹងណាភ្លើងមិនឆាបឆេះទី1ទៅទី2នោះគឺដាក់នៅផ្ទះបានន័យថាការពារអំពើអំព័ន្ធមកព្រាយអញ្ចឹងទៅទី3ណាធ្វើឲ្យគ្រួសាររបស់យើងនោះជាត្រជុំចរំចរើនឬហៅអាចថាមកដាក់ផ្ទះអ្នកណាវិញមេឃក្តៅគ្រប់គ្នាតែយើងអត់សូវក្តៅទេដូចធម្មតាហើយគ្រូសាយើងដាក់ទៅគឺថាឲ្យសង្កេតមើលតាំងពីបានហ្នឹង1ឆ្នាំ2ឆ្នាំទៅគ្រូសាយើងរីកចម្រើនអត់តិចត្រជុំអត់ចឹងណាបាទរបស់នេះធ្វើគេថានាំសេរីសួស្តីចូលចេញដេញអពមង្គលចូលចឹងផ្ទះអ្នកណាក៏ដោយឲ្យតែមានសេរីសួស្តីបានថាជាផ្ទះដែលមានសេចក្តីសុខទាំងយប់ទាំងថ្ងៃចឹងទៅបើអពមង្គលនៅបានថាផ្ទះនោះមានតែរឿងមានតែរាវរស់ស៊ីពិបាកចឹងទៅបាទណាអញ្ចឹងខ្ញុំផុសចែកជាវណាឲ្យលោកទាំងពីរអង្គហ្នឹងអង្គថ្មអង្គនប់ហ្នឹងស្វែងរកម្ចាស់រៀងខ្លួនពេញចិត្តជាមួយអង្គណាពេញចិត្តជាមួយអ្នកណានៅជាមួយអស់លោកនោះចាស់ណាហ្នឹងហើយស្វែងរកម្ចាស់ហ្នឹងហើយក៏ដាក់ចែកជាវណាឲ្យអស់លោកណាដែលស្រឡាញ់នៅវត្ថុស័ក្តិសិទ្ធិដូនតាខ្មែរយើងបាទអាចចែកជាវបានបាទណាបាទចឹងបងប្អូនណាបានឃើញនៅខ្ញុំផុសនៅនប់ប្រាស់ខ្លាចជាថ្មនេះហើយបាទណាឬនប់ប្រាស់រលេះបាទណាបាទនៅនឹងភ្នំខៀវទឹកដីបៃលិនយើងនេះហើយសូមឲ្យបុគ្គលនោះមានលៀបមានស្រីសុស្ដីទាំងយប់ទាំងថ្ងៃបាទហេងទាំងអស់គ្នា